ជំរាបសួរពុកម៉ែបងប្អូនជាទីមេត្រីខ្ញុំបាទវិជ្ជបណ្ឌិតសស៊ីសាធ្យាថ្ងៃនេះខ្ញុំមានប្រធានបទមួយដើម្បីចែករំលែកគឺតាក់ទងបញ្ហាតងផ្សិតរបស់ទារកទើបនឹងសម្រាលតែភាសាបច្ចេកទេសហៅថា granuloma umbilical តាមធម្មតាតងផ្សិតរបស់ទារកនឹងជ្រុះដោយខ្លួនឯងរវាង7ថ្ងៃទៅ21ថ្ងៃក្រោយសម្រាលជាធម្មតាការវិវត្តនៃតងផ្សិតក្រោយសម្រាលគឺថាបន្ទាប់ពីលោកគ្រូពេទ្យអ្នកគ្រូពេទ្យធ្វើការគៀបកាត់ទៅតងផ្សិតនោះនឹងក្រៀមស្វិតនិងជ្រុះធ្លាក់ដោយឯងដោយមិនទាមទារការទាញផ្ដាច់នោះឡើយឪពុកម្ដាយនោះគ្រាន់តែរក្សាអនាម័យជូតសម្អាតហើយប្រើស្បៃស្អាតនិងទឹកស្អាតលាយជាមួយសូលស្យងអង់ទីសេបតិកទៅគឺផ្សិតនោះគឺនឹងជាសះដោយខ្លួនឯងចំពោះទារកដែលស្លៀកខោទឹកនោមឬក៏ខោសម្លៃនោះគប្បីកុំឲ្យក្របពីលើតំបន់តងផ្សិតគឺត្រូវទុកឲ្យវាត្រូវជាមួយខ្យល់ខាងក្រៅដើម្បីឲ្យក្រៀមស្វិតបានល្អចំពោះតំបន់រុនផ្សិតបន្ទាប់ពីតងផ្សិតនោះក្រៀមជ្រុះទៅវាអាចនៅមានសើមខ្លះប៉ុន្តែបើយើងរក្សាអនាម័យបានល្អវានឹងជាសះស្ងួតដោយខ្លួនឯងដោយមិនទាមទារការព្យាបាលអ្វីជាពិសេសឡើយតើករណីណាដែលពុកម្ដាយនោះគួរតែយកទារកមកជួបជាមួយគ្រូពេទ្យគឺមានន័យថាពេលដែលមានសញ្ញារលាកនៅតំបន់ផ្សិតនោះនៅពេលដែលសង្កេតឃើញមានដុំផ្ដួចក្រហមនៅតំបន់ផ្សិតនោះគឺករណីនេះសង្ស័យថាមាន granuloma umbilical ហ្នឹងករណីតងផ្សិតនោះមិនជ្រុះលើសពី6សប្តាហ៍ឡើងទៅឬក៏ករណីមានហូរឈាមខុសប្រក្រតីឬក៏ករណីតំបន់ផ្សិតនោះមានប៉ោងខុសធំខុសធម្មតាដែលយើងអាចគិតទៅដល់ acne umbilical ចឹងបញ្ហាដុំពកក្រហមនៅតំបន់ផ្សិតនោះគេហៅថា granuloma umbilical នោះគឺមកពីជាលិកានៅតំបន់ផ្សិតនោះគឺទទួលរងនៅការវិវត្តដោយការរលាកអូសបន្លាយដែលធ្វើឲ្យជាលិកាតំបន់នោះគឺទទួលរងនៅការដោះដាលបន្តក្របពីលើតំបន់រលាកដែលកកើតជាលិកាពកគេហៅ granuloma ដែល granuloma នោះវាមានកូនសរសៃឈាមតូចចិញ្ចឹមមានពពុះ fibroblast និងមានស្រទាប់មួយគឺរបស់វាចឹងចំពោះរោគសញ្ញាវិញជាទូទៅមិនមានអ្វីដែលធ្វើទុកទេភាគច្រើនគឺច្រើនតែឪពុកម្ដាយគឺសង្កេតឃើញមានដុំពកក្រហមនៅតំបន់នោះហើយគាត់មានការបារម្ភក៏យកមកជួបជាមួយនឹងគ្រូពេទ្យជាទូទៅអាចមានសញ្ញាក្រហមហើយមានហូរទឹកសើមតិចតួចប៉ុណ្ណោះមិនមានធ្វើទុកអីទេប៉ុន្តែករណីខ្លះអាចមានការរលាកគឺคล้ายរោគមានសញ្ញាក្រហមខ្លាំងនៅតំបន់ផ្សិតមានហូរខ្ទុះមានធុំក្លិនស្អុយមានក្តៅខ្លួនមានឈឺចាប់នៅតំបន់នោះជាដើមចំពោះការធ្វើរោគវិនិច្ឆ័យជាទូទៅគ្រូពេទ្យគ្រាន់តែធ្វើការពិនិត្យដោយភ្នែកទទេនិងធ្វើការសាកសួរទៅដល់ឪពុកម្ដាយនោះក៏អាចធ្វើកំណត់រោគវិនិច្ឆ័យបញ្ហា granuloma umbilical នេះបានចំពោះការព្យាបាលវិញជាទូទៅ granuloma umbilical នេះអាចជាសះស្បើយដោយខ្លួនឯងគ្រាន់តែធ្វើការរក្សាអនាម័យលាងសម្អាតជាមួយនឹងទឹកស្អាតឬក៏ solution antiseptic ហើយទុកឲ្យវាស្ងួតទៅវានឹងអាចក្រៀមស្វិតដោយខ្លួនឯងវិញហើយករណីខ្លះគឺទាមទារការព្យាបាលដោយការប្រើប្រាស់ថ្នាំទៅលាបនៅលើតំបន់នោះគេហៅ nitradazole ឬក៏ទាមទារការដុត cauterization ឬក៏ករណីខ្លះរហូតដល់ធ្វើការចងហៅ ligature អញ្ចឹងបើសិនជាពុកម៉ែបងប្អូនបានឃើញកូនឬក៏ទារកដែលមានបញ្ហានៅលើតំបន់ផ្សិតអាចយកមកជួបជាមួយនឹងគ្រូពេទ្យយើងបានសូមអរគុណ